វីដេអូនេះសម្រាប់បងប្អូនដែលចង់ទៅលេងឆុងឈិងតែមានពេលតិចទៅលេងរយៈពេលតែ4ថ្ងៃទេណាតែកន្លែងដើរមកសពឆុងឈិងហ្មងមកឥឡូវមកនាំបងប្អូនទៅមើលទីតាំងដំបូងដែលយើងត្រូវទៅហ្មងគឺនៅឧទ្យានឆុងឈិងដែលយើងទៅមើលផ្កាសាគូរ៉ានិងផ្កាធូលីបចម្រុះពណ៌មែនតើបងប្អូនមើលតែក្នុងវីដេអូនេះទៅដឹងហើយភ្ញៀវទេសចរគាត់ទៅលេងច្រើនមែនតើព្រោះដោយសារតែនៅហ្នឹងមិនត្រឹមតែផ្កាចម្រុះពណ៌ឯសំខាន់វារីកស្រស់ស្រស់ពិតៗហ្មងនៅខាងក្រៅចង់ស្អាតជាងនៅក្នុងវីដេអូទៀតបងប្អូនព្រោះដោយសារនៅហ្នឹងអាកាសធាតុត្រជាក់អញ្ចឹងពេលថតទៅវារៀងអាប់ណានៅពេលល្ងាចវិញភ្ញៀវទេសចរគាត់និយមមកលេងនៅតំបន់នេះដែលគេហៅថាវិថីគន់អ៊ីងនៅតំបន់នេះសម្រាប់អ្នកដែលគាត់ចូលចិត្តដើរ shopping ឬក៏ដើរញ៉ាំ street food អីអញ្ចឹងគឺត្រូវហ្មងមកឥឡូវមកមើលកន្លែងល្បីមួយទៀតហើយកន្លែងនេះអាចភ្លេចបានណាព្រោះដោយសារគេចូលចិត្តមកមើលមែនតើអាតេះភ្លើងជិះចូលក្នុងអាគារនេះមើលទៅប្លែកហ្មងបងប្អូនតោះឥឡូវចេញពីមើលអាតេះភ្លើងយើងមកដើរផ្សារនៅក្នុងភូមិបុរាណនេះម្ដងភូមិនេះគេហៅថាភូមិបុរាណស៊ីឈីគូភូមិនេះមានអាយុកាល1000ឆ្នាំជាងណាបងប្អូនហើយភ្ញៀវទេសចរចូលចិត្តទិញទំនិញនិងដើរទស្សនាទស្សនីយភាពប្លែកៗនៅក្នុងភូមិតែម្ដងនៅកន្លែងនេះវិញខ្ញុំគិតថាអ្នកគេក៏ស្គាល់ដែរព្រោះអាគារនេះល្បីខ្លាំងមែនតើអត់មកកន្លែងនេះដោយអត់បានមកដល់ទីក្រុងឆុងឈិងអញ្ចឹងបងប្អូនអាគារនេះមានឈ្មោះថាអាគារហុងយ៉ាតុងហើយនៅខាងក្នុងនឹងស្តៀងទៅនឹងផ្សារទំនើបអញ្ចឹងមានហាងលក់ទំនិញហាងអាហារនិងទស្សនីយភាពប្លែកៗសម្រាប់ឲ្យភ្ញៀវដើរកម្សាន្តអញ្ចឹងណាបងប្អូនមកដល់ឆុងឈិងហើយយ៉ាងណាក៏បានមកមើលមកស្គាល់ Panda ភ្នែកខ្មៅខ្មៅនឹងដែរខ្ជូតមែនតើនេះដើរទៅឃើញមនុស្សជុំសិតតែ fan របស់ Panda ហ្នឹងហ្មង Panda គេមួយមានឈ្មោះមានថ្ងៃកើតអីនៅលើហ្នឹងឲ្យភ្ញៀវទស្សនិកជនរបស់គេមើលហ្មងណាពេលយប់ឡើងគឺអត់ភ្លេចទេបងប្អូនគឺត្រូវតាមមកមើលអាគារខ្ពស់នៅក្នុងទីក្រុងហ្នឹងណាគេលេងភ្លើងពណ៌ស្អាតមែនតើដូចនៅកន្លែងនេះគេហៅថា Raffle City ដែលជាទីក្រុងរណបរបស់ទីក្រុងឆុងឈិងហ្នឹងណាបងប្អូនទៅមានកន្លែងផ្សេងច្រើនទៀតដែលត្រូវទៅបងប្អូនក៏ប៉ុន្តែរៀបរាប់នៅក្នុងវីដេអូនេះតែមួយអត់អស់ទេអញ្ចឹងចាំកាលបងប្អូនបើសិនជាចាប់អារម្មណ៍ជាមួយនឹងដំណើរកម្សាន្ត4ថ្ងៃទៅកាន់ទីក្រុងឆុងឈិងនេះកុំភ្លេចតាក់ទងមកពួកយើងឥឡូវនេះណាអរគុណ World Pop. Discover China.